ទាំងអស់គ្នាត្រូវចាំថាចេះបើសិនជាយើងមានវីតាមីនទាំង3នៅក្នុងខ្លួនណាទោះជាយើងអត់ប្រើអីក៏ស្បែកយើងភ្លឺស្អាតដែរទី1 collagen collagen គឺជំនួយទៅលើស្បែកកន្លែងណាដែលមាន collagen ពេញលេញស្បែកយើងប្រកបជាស្អាតទី2គឺវីតាមីន E វីតាមីន E ជំនួយដល់ស្បែកឲ្យស្បែកយើងម៉ត់ភ្លឺអាឡូងអីចឹងទៅហើយជួយឲ្យស្បែកយើងដូចថាក្មេងជាងវ័យទី3គឺវីតាមីន C វីតាមីន C សំខាន់ណាស់ជួយឲ្យស្បែកយើងភ្លឺចេញពីក្នុងថ្ងៃនេះខ្ញុំមកចែកម្លែកមួយតាក់ទងជាមួយនឹងមិត្តរីទាំងអស់គ្នាឆ្ងល់ថាហេតុអ្វីទៅបានជាអាយុត្រឹម28ឆ្នាំឡើងទៅទី1គាត់បាត់បង់សំណើមលើមុខទី2មកគាត់មានអារម្មណ៍ថាស្ងួតហើយមានងាយនឹងឡើងជួមអាចជ្រុយទី3គឺគាត់ប្រើផលិតផលមួយចំនួនងាយនឹងថាអត់សូវត្រូវទេដោយសារតែមុខរបស់យើងហ្នឹងបាត់បង់ជាតិទឹកកាលណាយើងមុខរបស់យើងអត់មានជាតិទឹកគ្រប់គ្រាន់ណាវាធ្វើឲ្យមុខយើងស្ងួតយូរទៅវាទៅជាមានបញ្ហាជួមឬក៏អាចជ្រុយវាបាត់បង់ collagen ហើយមនុស្សស្រីទាំងអស់គ្នាត្រូវចាំថាចេះបើសិនជាយើងមានវីតាមីនទាំង3នៅក្នុងខ្លួនណាទោះជាយើងអត់ប្រើអីក៏ស្បែកយើងភ្លឺស្អាតដែរទី1 collagen គឺជំនួយទៅលើស្បែកកន្លែងណាដែលមាន collagen ពេញលេញស្បែកយើងប្រកបជាស្អាតទី2គឺវីតាមីន E វីតាមីន E ជំនួយដល់ស្បែកឲ្យស្បែកយើងម៉ត់ភ្លឺអាឡូងអីចឹងទៅហើយជួយឲ្យស្បែកយើងដូចថាក្មេងជាងវ័យទី3គឺវីតាមីន C វីតាមីន C សំខាន់ណាស់ជួយឲ្យស្បែកយើងភ្លឺចេញពីក្នុងបើគេថាបើខ្មៅភ្លឺហ្មងស្រែកបាយមកចេញភ្លឺអាហ្នឹងជាគោលការណ៍ចម្បងបើសិនជាមនុស្សស្រីយើងប្រើប្រាស់ skin care ឬក៏ពពុះលេមួយចំនួនដែលមានវីតាមីនទាំង3មុខហ្នឹងខ្ញុំជឿថាស្បែករបស់យើងណាទោះជាខ្មៅក៏ខ្មៅស្រស់ដែរអ្នកទាំងអស់គ្នាណាអ្វីដែលសំខាន់កុំភ្លេចរឿងដល់សំណើមដល់ស្បែកមុខជាពិសេសមិត្តរីណាដែលគាត់មានបញ្ហាជួមហើយអាចជ្រុយបើមុនវិញអត់បញ្ហាហ្មងទេតែសំខាន់គឺអាចជួមហើយអាចជ្រុយហ្នឹងបើសិនជាមុខយើងបាត់បង់សំណើមនៅលើមុខណាវាធ្វើឲ្យជួមហ្នឹងកាន់តែរៀលដាល់ទៅហើយវាមាននៅក្នុងមុខរបស់យើងហើយតែពេលខ្លះយើងអត់បានពិនិត្យមើលជួមហ្នឹងគឺវាមានទៅហើយអញ្ចឹងខ្ញុំ recommend ជាមួយនឹង aloe vera ដែលយើងផ្សំចេញពីប្រទាលកន្ទុយកពើគឺ 98% បាញ់ភ្លាមផ្ដល់សំណើមភ្លាមធ្វើឲ្យស្បែកយើងភ្លឺរលោងបំពេញជាតិទឹកជាតិសំណើមបំពេញសារធាតុ collagen វីតាមីន C និងវីតាមីន E ចឹងបងប្អូនគ្រាន់តែបាញ់បែបនេះវាផ្ដល់សំណើមទៅដល់ស្បែកមុខរបស់យើងវាជួយធ្វើឲ្យមុខយើងរលោងភ្លឺអញ្ចឹងបងប្អូនបាញ់ជាប្រចាំថ្ងៃមកបើសិនជាអ្នកទាំងអស់គ្នាមិនសូវជាញ៉ាំទឹកបានគ្រប់គ្រាន់អីណាបងប្អូនផ្ដល់សំណើមវាខ្ញុំនិយាយរួមតាំងពីខ្ញុំប្រើជាមួយនឹងទឹក aloe vera ដែលផ្សំចេញពីប្រទេសកតុយកពើនេះមុខខ្ញុំប្រសើរជាងមុនណាមុខយើងអាឡូងហើយភ្លឺចង់និយាយថាវាភ្លឺផុសចេញពីក្នុងតែម្ដងណាគឺថាយើងអត់មានប្រើ cushion គ្រូអីឯងគ្រាន់តែថាព្រលឹមឡើងយើងគ្រាន់តែលាបជាមួយនឹង UV sun block មកហើយយើងបាញ់ជាមួយនឹងទឹក aloe vera នេះទឹកបាញ់មុខណាផ្ដល់សំណើមឲ្យធ្វើឲ្យមុខយើងកឡូបែបភ្លឺហ្មងណាអ្នកទាំងអស់គ្នាដូចខ្ញុំបញ្ជាក់ដែលនៅក្នុងទឹកហ្នឹងវាមានសារធាតុ collagen វីតាមីន C និងវីតាមីនដែលទៅជំនួយកោសិកាស្បែកមុខកាលណាមុខយើងមានជាតិទឹកជាតិអីគ្រប់គ្រាន់ទៅវាធ្វើឲ្យមុខយើងស្រស់ស្រាយមើលទៅដូចថាស្បែកភ្លឺផុសចេញពីក្នុងតែម្ដងអញ្ចឹងមនុស្សស្រីទាំងអស់គ្នាបើចង់ស្អាតកុំភ្លេច take care ទៅលើមុខទៅទប់ស្កាត់ពីពន្លឺថ្ងៃសំខាន់គឺលាប UV sun block ឲ្យបានមួយថ្ងៃ2ដងមកហើយមានទឹកបាញ់មុខបាញ់មកផ្ដល់សំណើមនឹងហើយគឺជាគោលការណ៍ចម្បងដែលមនុស្សស្រីយើងត្រូវការបើសិនជាធ្វើបានណាមុខយើងគឺនឹងទទួលបានភាពស្រស់ស្អាត